នៅពេលដែលខ្លួនឯងនឹកឃើញថាស្ដាយខ្លួនគឺវាស្ទើរតែហួសពេលទៅហើយជាទូទៅមិនថាយុវជនយុវនារីរបស់យើងនោះទេនៅពេលដែលឪពុកម្ដាយបានហាមឃាត់បើតើតូនជាមួយនឹងគាត់មានដៃគូស្នេហាឬក៏គាត់មិនទៅបន្តការសិក្សានៅពេលដែលឪពុកម្ដាយហាមឃាត់កុំឲ្យមានស្នេហាឬក៏កុំឲ្យដើរលេងច្រើនដើម្បីធ្វើឲ្យបាត់បង់អនាគតពួកគាត់បែរជាមានភាពរឹងរូសឬក៏ទៅចេះជាមួយនឹងឪពុកម្ដាយគាត់ចង់មានភាពសេរីភាពទាំងដែលគាត់ពុំទាន់បានរកអ្វីដែលយកមកផ្គត់ផ្គង់ខ្លួនឯងបានអញ្ចឹងកាលណានៅពេលដែលបាត់បង់អំពីឪពុកម្ដាយទៅវាគឺជាចំណុចមួយដែលធ្វើឲ្យគាត់ដើរដល់ចំណុចទាល់ដោយសារតែអត់មានអ្នកដែលជួយ support ឬក៏អត់មានអ្នកដែលជួយគ្រប់គ្រងនៅក្នុងការរស់នៅរបស់គាត់វាធ្វើឲ្យគាត់លេះលះធ្វើឲ្យគាត់សវ៉ាឆ្វេងខុសឆ្វេងសវ៉ាស្ដាំខុសស្ដាំពឹងពាក់នៅនេះក៏មិនបានពឹងពាក់នៅនោះមិនបានវាធ្វើឲ្យគាត់មានអារម្មណ៍គិតឡើងវិញថាគាត់ស្ដាយក្រោយពេលខ្លះការនឹកឃើញខ្លួនស្ដាយក្រោយវានៅទាន់ពេលដោយសារតែអ្នកដែលផ្ដល់ដំបូន្មានឲ្យយើងនឹងគាត់នៅមានជីវិតឬក៏គាត់នៅមានស្ថិរភាពនៃហិរញ្ញវត្ថុរបស់គាត់អញ្ចឹងយើងអាចបត់ទៅតាមគាត់នៅពេលហ្នឹងគឺវាត្រឹមត្រូវក៏ប៉ុន្តែពេលខ្លះអ្នកដែលផ្ដល់ស្ថានភាពហិរញ្ញវត្ថុឲ្យយើងឧទាហរណ៍ពុកម្ដាយរបស់យើងគាត់បានលាចាកលោកឬគាត់បាត់បង់នៅចំណូលអញ្ចឹងគឺគាត់អត់មានអ្វីដែលមកជួយយើងបានទេអញ្ចឹងយុវជនក្នុងសម័យនេះយើងគួរតែនាំគ្នាលះបង់ចោលនៅភាពសប្បាយឲ្យបានច្រើនយើងព្យាយាមសិក្សារៀនសូត្រឬក៏យើងស្វែងយល់នៅអ្វីដែលវាផ្ដល់នូវប្រយោជន៍ដល់ខ្លួនឯងវាប្រសើរជាងវាព្រោះថារឿងសប្បាយវាមាននៅថ្ងៃខាងមុខច្រើនទៀតបើសិនណាបើយើងជោគជ័យនឹងការងារឬក៏យើងជោគជ័យនឹងការសិក្សាជាពិសេសគឺយើងជោគជ័យនឹងមុខរបរនឹងការរកចំណូលរបស់យើងតែម្ដងរឿងសប្បាយគឺវាតែងតែកើតមានរហូតជាប្រចាំបើសិនណាបើយើងមានចំណូលឬក៏យើងមានលុយកាក់ហូរហៀច្រើនពេលខ្លះទឹកភ្នែករបស់យើងហូរធ្លាក់ចុះមកទាំងមិនដឹងខ្លួននៅពេលដែលយើងបានគិតរឿងពីអតីតដែលយើងបានសាងដោយមានភាពមិនប្រក្រតីឬក៏ពិសេសគឺយើងធ្វើឲ្យអ្នកមានគុណរបស់យើងគាត់ស្រក់ទឹកភ្នែកឬក៏ធ្វើឲ្យអ្នកមានគុណរបស់យើងគាត់ពិបាកចិត្តដោយសារយើងពេលនោះហើយយើងចាប់ផ្ដើមគិតថាអូខ្លួនពិតជាធ្វើរឿងដ៏មិនល្អឬក៏ធ្វើរឿងខុសឆ្គងសម្រាប់អ្នកមានគុណនៅពេលដែលគាត់មានជីវិតឬក៏នៅពេលដែលគាត់មានប្រភពចំណូលច្បាស់លាស់ប៉ុន្តែនៅពេលដែលបាត់បង់ពួកគាត់មិនថាបាត់បង់តទៅជាមួយនឹងការផ្គត់ផ្គង់ទៅលើហិរញ្ញវត្ថុការបាត់បង់ទៅលើអាយុជីវិតរបស់គាត់នៅពេលដែលយើងនឹកឃើញពីពាក្យព្រានប្រដៅរបស់គាត់ពេលខ្លះវាធ្វើឲ្យយើងស្ដាយក្រោយឬក៏ធ្វើឲ្យយើងមិនអាចទាញយកពីរឿងអតីតយកមកដល់ពេលបច្ចុប្បន្នឡើងវិញបានអញ្ចឹងវាធ្វើឲ្យយើងស្ដាយក្រោយអញ្ចឹងយើងទាំងអស់គ្នាចូលធ្វើនៅរឿងល្អៗមិនថារឿងល្អៗសម្រាប់ខ្លួនឯងក្តីការធ្វើរឿងល្អៗសម្រាប់ក្រុមគ្រួសារក្តីធ្វើរឿងល្អៗសម្រាប់មិត្តភក្តិឬក៏អ្នកស្គាល់ខ្លួនឯងក្តីនេះទាំងអស់នេះវាពិតជាធ្វើឲ្យយើងមានអារម្មណ៍ល្អនៅពេលថ្ងៃអនាគតចាស់ជារំខានទេ